សូមចាប់ផ្ដើមមិនប្រើប្រាស់ទូរស័ព្ទក្នុងសាលារៀនជួយកាត់បន្ថយអាកប្បកិរិយាអវិជ្ជមានរបស់សិស្សនេះជាវិធីល្អដែលគួរតែជ្រើសជួយដល់សិស្សានុសិស្សនៅក្នុងការរៀនសូត្រណាអង្គវេទិកាទាំងមូលពីកិច្ចចាប់ផ្ដើមនេះខ្ញុំសូមលំអរកាយគ្រប់ទៅកាន់លោកគ្រូអ្នកគ្រូគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពជាពិសេសសួស្តីទៅកាន់មិត្តក្រុមបដិសេធជាទីរាប់អាននេះខ្ញុំឈ្មោះរ៉េស្រីវិនជាសិស្សនៅថ្នាក់ទី10Aដែលត្រូវជាបេក្ខជនទី3នៃក្រុមស្របថ្ងៃនេះពិតជាមានសេចក្តីសោកម្ដងរីករាយក្រៃលែងដែលបានឡើងមកបកស្រាយឆ្លើយឆ្លងផ្ដោះជាមួយនឹងមិត្តក្រុមបដិសេធជាទីស្នេហាហើយបានពំនាំនៅតែលហិកទី3យកមកបកស្រាយផងដែរដែលលើកឡើងអំពីការបង្កើនការប្រស័យតាក់ទងនិងកាត់បន្ថយអាកប្បកិរិយាអវិជ្ជមានអង្គវេទិកាទាំងមូលជាទីគោរពនិងមិត្តក្រុមបដិសេធជាទីស្នេហានៅក្នុងសម័យបច្ចេកវិទ្យាទូរស័ព្ទដៃបានក្លាយទៅជាឧបករណ៍ដែលសិស្សានុសិស្សភាគច្រើនយកមកប្រើប្រាស់នៅក្នុងសាលាទោះបីជាវាបានផ្ដល់អត្ថប្រយោជន៍ទៅដល់ការសិក្សាក៏ប៉ុន្តែវាអាចជះនូវឥទ្ធិពលអវិជ្ជមានទៅលើសកម្មភាពរៀនសូត្ររបស់សិស្សបានដូចគ្នាទូរស័ព្ទអាចបណ្ដាលឲ្យសិស្សមាននៅក្នុងការប្រើប្រាស់ភ្លើតបញ្ចេញនូវអាកប្បកិរិយាមិនសមរម្យក្នុងទីធ្លាសាលារៀនដែលមើលទៅហាក់បីដូចជាគ្មានវិន័យគ្មានសណ្ដាប់ធ្នាប់ដែលសកម្មភាពទាំងអស់នោះរួមមានការលេងហ្គេមលេងបណ្ដាញសង្គមនានា Facebook TikTok YouTube បើថានិយាយពីសិស្សខ្លះវិញក៏ថតរូបតាម TikTok ក៏មានរីឯសិស្សមួយចំនួនវិញទៀតក៏យកវាមកប្រើប្រាស់ថតនៅរូបភាពឬក៏វីដេអូមិនសមរម្យណាមួយនៅក្នុងទីធ្លាសាលាហើយយកទៅបង្ហោះទាំងអស់នេះមិនត្រឹមតែបង្កទៅជាសកម្មភាពអវិជ្ជមានទេវាថែមទាំងបានធ្វើឲ្យមានផលប៉ះពាល់ទៅលើកេរ្តិ៍ឈ្មោះរបស់សិស្សផ្ទាល់ឬក៏កេរ្តិ៍ឈ្មោះរបស់សាលារៀនហើយសិស្សនៅសិស្សទៀតសោតក៏ភ្លើតពួកវាភ្លេចអស់នៃការសិក្សាដោយដែលយើងបានដឹងហើយថាវ័យនៅក្នុងសិស្សភាគច្រើនចូលចិត្តនៅភាពសប្បាយរីករាយដែលធ្វើឲ្យពួកគេងាយនឹងត្រូវបានអូសទាញទៅតាមបណ្ដាញសង្គមតាមរយៈទូរស័ព្ទនេះបើយោងទៅតាម website AMS នានាការបច្ចេកវិទ្យា3ដែលមានឥទ្ធិពលទៅលើក្មេងជំទង់នៅក្នុងឆ្នាំ2025បានលើកឡើងថាក្មេងជំទង់ប្រើប្រាស់នៅបណ្ដាញសង្គមលើពីការទំនាក់ទំនងគឺពួកគេប្រើប្រាស់ភាគច្រើននៅ YouTube TikTok ជាជាងការប្រើប្រាស់នៅ Google ដើម្បីស្រាវជ្រាវនៅព័ត៌មាននេះពិតជាអាចបញ្ជាក់នឹងច្បាស់ណាស់ថាភាគសិស្សនៅសិស្សភាគច្រើនចូលចិត្តប្រើប្រាស់ទូរស័ព្ទរបស់ខ្លួនចំណាយពេលទៅលើបណ្ដាញសង្គមជាងការប្រើប្រាស់ដើម្បីស្រាវជ្រាវនៅព័ត៌មានបើយើងក៏លែងទៅមើលសិស្សានុសិស្សមួយចំនួនតវិញទៀតមេរៀនមិនទន្ទេញមិនមើលសុខចិត្តតោមនេះតែមើលតែទូរស័ព្ទតតែចិត្តដល់ថ្ងៃប្រឡងទៅដល់គ្នាបញ្ញាប់យកចិត្តទុកដាក់ទៅលើការរៀនសូត្រតែដល់ថ្ងៃប្រឡងបើកចារហូតគ្រូជួសរបស់មេរៀនសិក្សាស្លាប់ហើយបើយ៉ាងហ្នឹងតើទៅថ្ងៃអនាគតឲ្យរំពឹងអ្វីបានទៅអង្គវេទិកាទាំងមូលពិតណាស់ការប្រើប្រាស់ទូរស័ព្ទនៅក្នុងម៉ោងរៀនមិនត្រឹមតែធ្វើឲ្យគ្មានការផ្ដោតអារម្មណ៍នៅក្នុងការសិក្សាទេតែវាក៏ជាមធ្យោបាយជួយធ្វើឲ្យសិស្សានុសិស្សមួយចំនួនដែលខូចលួចមានឱកាសលួចនៅក្នុងការលួចចម្លងកិច្ចការងារប្រឡងក៏ដូចជាកិច្ចការផ្សេងៗដែលគ្រូដាក់ឲ្យធ្វើហើយដែលធ្វើ